អ្នកនាំពាក្យចេញសេចក្តីបញ្ជាក់ព័ត៌មានករណីបន្តមានបុគ្គលយកឈ្មោះនិងរូបភាពជាមួយឯកឧត្តមអភិសន្តិបណ្ឌិតទៅនិយាយអួតអាងបំប៉ោងបំភ័យគំរាមអ្នកដទៃអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនារសៀលថ្ងៃទី7ខែឧសភាឆ្នាំ2025នេះបានចេញសេចក្តីបញ្ជាក់ព័ត៌មានជម្រាបជូនសាធារណជនថាក៏មិនខុសពីកន្លងមកដែរថ្មីនេះទៀតមានបុគ្គលមួយចំនួនបានបន្តប្រព្រឹត្តសកម្មភាពពុំគប្បីដោយប្រើប្រាស់ឈ្មោះឯកឧត្តមអភិសន្តិបណ្ឌិតរូបភាពថតជាមួយឯកឧត្តមអភិសន្តិបណ្ឌិតឬលោកជំទាវដើម្បីកេងចំណេញផលប្រយោជន៍ឬទាញយកលាភសក្ការៈតាមរយៈសកម្មភាពនិយាយអួតអាងឬបំផង់បំភ័យគំរាមអ្នកដទៃសេចក្តីបញ្ជាក់ព័ត៌មានបានលើកយកករណីជាក់ស្ដែងមួយដែលមានស្ត្រីម្នាក់ឈ្មោះធីរ៉ាបានយកឈ្មោះឯកឧត្តមអភិសន្តិបណ្ឌិតទៅនិយាយគំរាមអ្នកដទៃនិងអួតអាងដំឡើងខ្លួនឯងផ្ទុយពីសច្ចធម៌ក្នុងចំនួនឯកជនដោយអះអាងថាត្រូវជាបងប្អូនសាច់ញាតិរបស់ខ្លួនបើតាមអ្នកនាំពាក្យបន្ទាប់ពីការស្រាវជ្រាវគឺស្ត្រីឈ្មោះធីរ៉ាពុំជាប់សាច់ឈាមបងប្អូនកម្រិតណាមួយឡើយជាមួយឯកឧត្តមអភិសន្តិបណ្ឌិតហើយទង្វើនេះបណ្ដាលឲ្យមានការយល់ខុសនិងបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងគុណធម៌ដ៏ឧត្តមឧត្តមរបស់ឯកឧត្តមអភិសន្តិបណ្ឌិតនិងលោកជំទាវព្រមទាំងជាការបំពានក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាដែរដូច្នេះពីនេះតទៅមិនថាស្ត្រីរូបនោះគឺរាល់បុគ្គលផ្សេងទៀតរួមទាំងបងប្អូនសាច់ញាតិត្រូវបញ្ឈប់ជាបន្ទាន់រាល់ការយកឈ្មោះយកទំនាក់ទំនងឬរូបថតជាមួយឯកឧត្តមអភិសន្តិបណ្ឌិតនិងលោកជំទាវទៅប្រើប្រាស់ដើម្បីទាញយកផលប្រយោជន៍និងលាភសក្ការៈជាពិសេសការយកទៅអួតអាងកាងគំរាមអ្នកដទៃឬយកទៅធ្វើជាខ្នងបង្អែកនៃអំពើខុសច្បាប់របស់ខ្លួននេះជាខ្លឹមសារដាស់តឿនមានក្នុងសេចក្តីបញ្ជាក់ព័ត៌មានដដែលអាស្រ័យដូចបានជម្រាបជូនអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិតបានស្នើជនរងគ្រោះឬអ្នកពាក់ព័ន្ធភ្ជាប់កិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលប្រព្រឹត្តអំពើមិនគប្បីបានបញ្ជាក់ជូនខាងលើហើយក្នុងករណីកើតមានអំពើណាមួយគួរឲ្យសង្ស័យសូមសាធារណជនតាក់ទងមកខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិតដើម្បីជំរះមន្ទិល